រឿងដង្កូវនិងក្អែកមានរឿងនិទានមួយថាសត្វដង្កូវកំពុងស៊ីស្លឹកឈើមានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះក្អែកថាពេលនេះមានលៀបបានដង្កូវស៊ីក៏ហើរទៅជិតដង្កូវក្រឡេកឃើញក្អែកក៏នឹកថាខ្លួនអាក្អែកនេះចិត្តខូខើនឹងចឹកអញស៊ីឥឡូវហើយដង្កូវសួរក្អែកថាមករកអ្វីក្អែកប្រាប់ទៅដង្កូវវិញថាអញមកស៊ីដង្កូវឯងដង្កូវថាលុះតែក្អែកឯងរកប្រស្នាអញឃើញទើបស៊ីអញបានបើរកប្រស្នាអញមិនឃើញស៊ីអញមិនបានទេក្អែកសួរថាប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញដង្កូវសួរទៅក្អែកដូចមានតទៅនេះ1ដូចម្ដេចដែលគេហៅថាផ្អែមជាងគេបំផុត2ដូចម្ដេចដែលគេហៅថាជូរចត់ជាងគេបំផុត3ដូចម្ដេចដែលគេហៅថាស្អុយជាងគេបំផុត4ដូចម្ដេចដែលគេហៅថាក្រអូបជាងគេបំផុតកាលបើក្អែកបានលើកដង្កូវសួរប្រស្នាទាំង4បទនេះហើយមានសេចក្តីត្រេកអរជាទីបំផុតក៏ស្រែកហ៊ូកញ្ជ្រៀវលេងដោយគិតថាប្រស្នាដង្កូវទាំង4បទនេះអញមុខជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវនេះមិនខានទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចមានតទៅនេះ1ដែលគេហៅថាផ្អែមនោះគឺមានស្ករនិងឃ្មុំផ្អែមជាងអ្វីទាំងពួង2ដែលគេហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះ3ដែលគេហៅថាស្អុយជាងគេនោះគឺលាមកនិងគម្រោងខ្មោចសត្វទាំងពួង4ដែលគេហៅថាក្រអូបជាងគេនោះគឺផ្ការំដួលផ្កាម្លិះនិងទឹកអប់ក្អែកបានដោះស្រាយប្រស្នាទាំង4បទនេះប្រាប់ទៅដង្កូវថាក្អែកដោះប្រស្នានេះមិនត្រូវទេក្អែកក៏ដាក់មុខស្រងូតនិយាយទៅដង្កូវវិញថាបើដង្កូវឯងថាខុសសូមឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផងដង្កូវប្រាប់ទៅក្អែកវិញថាប្រាប់បានតែក្អែកឯងកុំស៊ីអញទើបអញប្រាប់ក្អែកថាឲ្យតែប្រាប់ចុះអញមិនស៊ីដង្កូវឯងទេលុះបានខសន្យាព្រមព្រៀងគ្នាយ៉ាងនឹងហើយដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែកដូចមានពាក្យតទាំងនេះ1ដែលគេហៅថាផ្អែមនោះមិនមែនផ្អែមស្ករទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅមករកគ្នាដោយពាក្យពីរោះស្មោះត្រង់រកគ្នានេះហើយហៅថាផ្អែមជាទីបំផុត2ដែលគេហៅថាជូរចត់នោះមិនមែនជូរចត់អំពិលសណ្ដាន់ក្រូចឆ្មាទឹកខ្មេះនោះទេគឺពីអស់សាសរោះខូខើឥតគួរឥតសមដែលនិយាយកាន់គ្នាទៅវិញទៅមកនេះហើយហៅថាជូរចត់លើសជូរចត់អ្វីទាំងពួង3ដែលគេហៅថាស្អុយនោះមិនមែនស្អុយលាមកឬស្អុយគម្រោងខ្មោចទេគឺស្អុយគេស្អុយឈ្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោកនេះហើយហៅថាស្អុយច្រាស់ខ្យល់4ដែលគេហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេគឺក្រអូបគេឈ្មោះដែលប្រតិបត្តិល្អនេះហើយហៅថាក្រអូបជាងគ្រឿងក្រអូបទាំងពួងពេលក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយក្អែកក៏មិនស៊ីដង្កូវហើយហើរចេញផុតទៅតូចមែនពិតដូចពេជ្រប៉ុនរាយសារៈសំខាន់មេរៀនពីរឿងពាក្យសម្ដីមានអំណាចខ្លាំងអាចធ្វើឲ្យមនុស្សសប្បាយឬឈឺចាប់បានគេឈ្មោះល្អមានតម្លៃលើសអ្វីទាំងអស់ប្រាជ្ញាអាចជួយឲ្យគេចផុតពីគ្រោះថ្នាក់មិនគួរវិតម្លៃអ្វីតែផ្ទៃក្រៅប្រយោគសំខាន់ក្នុងរឿងតូចមែនពិតដូចពេជ្រប៉ុនរាយមានន័យថាទោះតូចក៏ពិតបើមានប្រាជ្ញាក៏អាចឈ្នះអ្នកធំបាន